ngày nay nhom nomเนี่ยที่มันធ្វើ cream strawberry ได้មានគ្រឿងផ្សំតែ3មុខគត់ហើយស្រួលធ្វើខ្លាំងមែនតើចុងដំបូងហ្នឹងគឺយើងត្រូវមកធ្វើ strawberry compote សិនណាហ្នឹងគឺយើងត្រូវយក strawberry យកមកដាក់នៅក្នុងឆ្នាំងជាមួយនឹងស្ករជាមួយនឹងក្រូចឆ្មាមួយចំណិតហើយកូរវានៅលើភ្លើងឲ្យវាឡើងទៅជាអញ្ចឹងនៅពេលដែលវាទៅជាអញ្ចឹងហើយគឺមានទឹកហើយសាច់ strawberry ហ្នឹងវាទន់ហើយក្លិនវិញគឺឈ្ងុយខ្លាំងមែនតើបន្ទាប់មកគឺអ្នកអាចយកវាទៅដាក់នៅក្នុងទូទឹកកកឲ្យវាត្រជាក់បានហើយគ្រឿងផ្សំបន្តទៀតនោះគឺ whipping cream ហើយនឹងទឹកដោះគោខាប់ខ្ញុំថ្ងៃនេះគឺដាក់ whipping cream ហ្នឹងចំនួន2ខាប់បើសិនជាអ្នកចង់ធ្វើតាន់តិចគឺអាចដាក់តែ1ខាប់បានហើយពួកអីពេលដែលយើងវាយទៅគឺវាឡើងឆនចឹងហ្នឹងតែមកគឺខ្ញុំបានដាក់ជាមួយនឹងទឹកដោះគោខាប់3សភាបាយសម្រាប់ផ្អែមប៉ុណ្ណឹងគឺខ្ញុំគិតថាល្មមពួកអីយើងនៅមានអាជាតិផ្អែមមកពី strawberry ដែលយើងកូរមិញហ្នឹងទៀតដល់មកគឺយើងត្រូវមានម៉ាស៊ីនវាយយើងវាយ whipping cream ជាមួយនឹងទឹកដោះគោខាប់ហ្នឹងឲ្យវាឡើងខាប់បានប៉ុណ្ណេះក៏បានហើយនេះខ្ញុំដាក់ whipping cream ហ្នឹង2ខាប់ចឹងដល់ពេលវាយទៅវាឡើងទៅវារៀងឆនចឹងបើសិនអ្នកចង់ធ្វើតាន់តិចគឺអាចដាក់តែ1ខាប់បានហើយបន្តទៀតគឺយើងត្រូវដាក់ strawberry ដែលយើងបានកូរហ្នឹងណាពេលហ្នឹងគឺខ្ញុំយក glacé ឲ្យវាត្រជាក់ហើយយកមកដាក់ចូលនៅក្នុងwhipping cream ដែលយើងបានវាយវារៀងខាប់ហ្នឹងហើយចុងក្រោយហ្នឹងគឺខ្ញុំបានទៅរៀបstrawberry sauce ហ្នឹងដាក់ពីលើដែរខ្ញុំគិតថាដាក់ទៅវាឆ្ងាញ់អញ្ចឹងណាប៉ុន្តែតាមពិតកន្លែងហ្នឹងគឺអ្នកមិនដាក់ strawberry sauce ហ្នឹងក៏បានដែរពួកខ្ញុំបានសាកហើយនៅពេលដែលវាកកទៅហើយយើងដកមកញ៉ាំទៅកន្លែងហ្នឹងគឺវាពិបាកដួសមែនតើនៅពេលដែលstrawberry sauce ហ្នឹងវាកកវារៀងរឹងគ្នាឥឡូវហ្នឹងគឺខ្ញុំធ្វើហើយបន្ទាប់មកគឺយើងអាចហុំវាទៅហើយដាក់វានៅក្នុងកន្លែងកកទៅនៅពេលដែលកកហើយគឺអាចដកមកញ៉ាំបានហើយឥឡូវនេះគឺយើងដល់វគ្គមកភ្លក់ cream strawberry របស់យើងហើយតាមពិតពេលហ្នឹងបោះ cream របស់ខ្ញុំហ្នឹងគឺអត់ទាន់កកអស់ហើយវាកកតែលើហើយខ្ញុំបញ្ញាប់ដកមកញ៉ាំពេលទៅពេលចឹងដួសតាកន្លែងកកញ៉ាំទៅអញ្ចឹង cream ហ្នឹងគឺខ្ញុំភ្លក់ហើយមានអារម្មណ៍ថាវាឆ្ងាញ់វាអត់សូវផ្អែមខ្ញុំញ៉ាំយូរទៅមានអារម្មណ៍ថារសជាតិដូចយ៉ាអ៊ូរសជាតិ strawberry មកទេសារវាអត់សូវផ្អែមមកហើយវាបានជាជូរមកពី strawberry ទេអញ្ចឹងអ្នកកុំភ្លេចទៅធ្វើញ៉ាំផងទៅនេះដឹងថាឆ្ងាញ់ហ្មងហើយចាំជួបគ្នាវីដេអូក្រោយទៀត